រងមិនចោះញោមនឹងអាមេរិកសោះឡើយតាក់ទងជាមួយនឹងរឿងមួយនេះបងប្អូនតោះទៅស្ដាប់ទាំងអស់គ្នាកិច្ចពិភាក្សានុយក្លេអ៊ែររវាងអ៊ឺរ៉ង់និងសហរដ្ឋអាមេរិកគម្លាតធំនៅតែមានលើការបង្កើតសារធាតុអ៊ុយរ៉ាញ៉ូមបងប្អូននេះដែលជារឿងដែលកំពុងតែក្តៅដែលសហរដ្ឋអាមេរិកនឹងចង់បញ្ចប់ឲ្យអ៊ឺរ៉ង់នឹងកុំឲ្យផលិតតាក់ទងជាមួយនឹងជាតិអ៊ុយរ៉ាញ៉ូមនេះអ៊ឺរ៉ង់និយាយថាភាពខុសគ្នាធំនៅតែមាននៅក្នុងការចរចានុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិកកិច្ចពិភាក្សាជុំទី2នេះចំនួនចម្បងគឺលើកការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដោយទីក្រុងវ៉ាស៊ីនតោនទទូចថាអ៊ឺរ៉ង់ត្រូវតែបញ្ចប់ជាអចិន្ត្រៃយ៍ឬរដ្ឋបិទវាយ៉ាងតឹងរឹងខណៈដែលទីក្រុងអេតេរ៉ង់និយាយថាខ្លួននឹងមិនបោះបង់ចោលសិទ្ធិរបស់ខ្លួនក្នុងការបង្កើនក៏ដូចជាបង្កើតសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ការប្រើប្រាស់ថាមពលដោយសន្តិវិធីនោះទេមកដល់ម៉ោងនេះអ៊ឺរ៉ង់គេមិនព្រមក្នុងលក្ខខណ្ឌណាមួយដែលសហរដ្ឋអាមេរិកកំពុងតែរឹតបន្តឹងឬមួយក៏ដាក់សម្ពាធទៅលើអ៊ឺរ៉ង់នោះឡើយតាក់ទងជាមួយនឹងរឿងការផលិតអ៊ុយរ៉ាញ៉ូមនេះបងប្អូនមន្ត្រីអ៊ឺរ៉ង់អះអាងថាការចរចាកំពុងដំណើរការយឺតហើយលក្ខខណ្ឌសំខាន់នៅតែមិនទាន់ដោះស្រាយបានជាពិសេសការបន្ធូរបន្ថយទណ្ឌកម្មនិងរបៀបដែលសម្ភារៈនុយក្លេអ៊ែររបស់អ៊ឺរ៉ង់នឹងត្រូវបានដោះស្រាយជំហររបស់សហរដ្ឋអាមេរិកនៅតែផ្ដោតលើការទប់ស្កាត់ផ្លូវណាមួយទៅកាន់អាវុធនុយក្លេអ៊ែររបស់អ៊ឺរ៉ង់បងប្អូននេះជារឿងមួយដែលកំពុងតែviral ខ្លាំងហើយមួយវិញទៀតកំពុងតែល្បីល្បាញនៅក្នុង social media តាក់ទងជាមួយនឹងរឿងនុយក្លេអ៊ែររបស់អ៊ឺរ៉ង់ដែលគេកំពុងតែចង់បង្កើតវាតាក់ទងជាមួយនឹងរឿងសារធាតុអ៊ុយរ៉ាញ៉ូមនេះឯងដែលពិភពលោកគេអត់ចង់ឲ្យកើតមានឡើងទេប៉ុន្តែអ៊ឺរ៉ង់គេមានការផលិតក៏ដូចជាគេមានរូបមន្តផលិតដើម្បីគេហៅថាទុកប្រើការពារប្រទេសខ្លួនគេប៉ុន្តែអាមេរិកគេអត់ព្រមឲ្យអ៊ឺរ៉ង់ក្នុងការផលិតនោះទេគេសុខចិត្តយកអារូបមន្តហ្នឹងដើម្បីគេទៅទប់ស្កាត់កុំឲ្យថាឧទាហរណ៍ថាគេចង់បានអាហ្នឹងទៅគេទុកនៅទៅប្រទេសខ្លួនគេដើម្បីកុំឲ្យប៉ះពាល់ថាឲ្យតែកើតកាលណាតើខ្លាចអ៊ឺរ៉ង់វាមានការវាយគ្នាជាមួយប្រទេសណាអាចប្រើអាហ្នឹងវាអាចប៉ះពាល់ទៅដល់គ្រប់បណ្ដាប្រទេសឬក៏ពិភពលោកទោះបីជាមានវត្តភាពការទូតខ្លះក៏ដោយភាគីទាំងពីរទទួលស្គាល់ថាកិច្ចព្រមព្រៀងចុងក្រោយនៅតែឆ្ងាយខណៈដែលភាពតានតឹងនៅតែបន្តកើនឡើងបងប្អូនទោះជាមានការទូតជុំទី2នេះចិត្តដល់កិច្ចចរចាពិតប្រាកដមែនក៏ប៉ុន្តែភាពតានតឹងនៅតែមានតាក់ទងជាមួយនឹង social media ហើយនឹងកម្លាំងយោធាកិច្ចពិភាក្សាតាក់ទងជាមួយនឹងរឿងនុយក្លេអ៊ែរការផលិតមីស៊ីលចម្ងាយឆ្ងាយហើយនឹងអ៊ុយរ៉ាញ៉ូមនេះគឺអាមេរិកគឺបដោតខ្លាំងជាងគេតែម្ដងហើយនឹងផ្លូវទឹកហួរមូសនេះឯងវាធ្វើឲ្យពិភពលោកគឺពិបាកទៅថ្ងៃអនាគតតើការទូនឹងអាចរកឃើញចំណុចកណ្ដាលឬវិបត្តិធំជាងនេះនៅខាងមុខឬមួយក៏យ៉ាងណាបងប្អូនបើប្រទេសទាំងពីរនេះកំពុងតែគេហៅថាដំឡើងសំលេងក៏ដូចជាក្រហឹមដាក់គ្នានៅឡើយបងប្អូនតាក់ទងជាមួយនឹងរឿងនេះបងប្អូនយើងស្ដាប់ឲ្យទាន់មិនយល់ថាវាសំខាន់ដល់កម្រិតណាពិភពលោកគេអត់ចង់មានតាក់ទងជាមួយនឹងសារធាតុបែបនេះទេវាអាចប៉ះពាល់ពិភពលោកមិនត្រឹមតែប្រទេសអ៊ឺរ៉ង់មិនត្រឹមតែប្រទេសអាមេរិកទេអាចថាបើប្រើវាទៅវាអាចថាពិភពលោកឈានដល់ដំណាក់កាលចុងក្រោយតាក់ទងជាមួយនឹងសារធាតុអ៊ុយរ៉ាញ៉ូមនេះហើយអ្វីទៅទូទាំងពិភពលោកនេះគឺអត់ទាន់មានប្រទេសណាដែលអាចផលិតវាបានទេហើយអាចកែរូបមន្តវាបាននោះទេមានតែអ៊ឺរ៉ង់មួយគត់នៅលើពិភពលោកដែលប្រើសារធាតុអ៊ុយរ៉ាញ៉ូមនេះហើយកំពុងតែបន្តរកសារធាតុដើមដើម្បីផលិតវាឲ្យคล้ายទៅជាមីស៊ីលធំដើម្បីបាញ់ដើម្បីការពារទឹកដីរបស់គេឥឡូវនេះបដោតធំហ្នឹងគឺសហរដ្ឋអាមេរិកដើម្បីធ្វើការទប់ស្កាត់ហ្នឹងគឺយកលេសមួយដើម្បីធ្វើការវាយប្រហារអ៊ឺរ៉ង់មកដល់ពេលបច្ចុប្បន្នហ្នឹងគឺការទប់ស្កាត់ហ្នឹងឯងតាក់ទងជាមួយនឹងសភាវុធហ្នឹងឯងព្រោះដោយសារតែគេខ្លាចការធ្វើតាក់ទងជាមួយនឹងការវាយប្រហាររបស់អ៊ឺរ៉ង់ក្នុង
ការណាមួយពេលដែលប៉ះជាមួយនឹងប្រទេសណាអញ្ចឹងអាចប្រើអាហ្នឹងទៅវាប៉ះពាល់ខ្លាំងបងប្អូននេះជារឿងមួយហើយរងមកដល់ម៉ោងនេះគឺអត់ខ្លាចក្នុងការចរចាអត់ខ្លាចក្នុងការបាញ់ធ្វើសង្គ្រាមជាមួយនឹងអាមេរិកទេអញ្ចឹងបានគេថាគេវាមានធនធានហើយស្រេចហើយអញ្ចឹងមកដល់ម៉ោងនេះទោះលោកត្រាំដាក់កម្រិតដាក់ទណ្ឌកម្មធ្វើយ៉ាងម៉េចក៏ដោយបាញ់យ៉ាងម៉េចក៏ដោយរងមិនងាយនឹងចោះចាញ់ទេគេអត់ខ្វល់គេអត់អីទាំងអស់គេនៅតែបន្តធ្វើសកម្មភាពរបស់គេដែលគេចង់ធ្វើនឹងមកដល់ពេលបច្ចុប្បន្ននេះចាំមើលថាតើរឿងមួយនេះវាអាចធ្វើឲ្យលោកត្រាំហ្នឹងគាត់អាចបញ្ឈប់តាក់ទងជាមួយនឹងអឺរ៉ង់បានឬមួយក៏យ៉ាងណាព្រោះឯដោយសារតែដំណាក់កាលមួយនេះខ្ញុំជឿជាក់ថាបើលោកត្រាំអត់ធ្វើអឺរ៉ង់នៅថ្ងៃអនាគតខ្ញុំជឿជាក់ថាអឺរ៉ង់ខ្លាំងលើអាមេរិកទៅទៀតហេតុអីបងប្អូនទោះអាមេរិកមានសភាវុធទំនើបមានតម្លៃថ្លៃរាប់លានបើអឺរ៉ង់អាចផលិតចេញវាបានឲ្យរញោមនឹងបានមីស៊ីលចម្ងាយឆ្ងាយនឹងបានគឺចប់សពគ្រប់ហើយអត់មានអ្នកណានៅលើរ៉ង់ទេព្រោះអីដោយសារហេតុអីបានខ្ញុំហ៊ាននិយាយអញ្ចឹងមកដល់ម៉ោងហ្នឹងអត់ទាន់មានអ្នកស្រាវជ្រាវពិភពលោកណាគេអាចរកសារជាតិនឹងដើម្បីដូចរ៉ង់ទេព្រោះអីរ៉ង់នេះគេរកបានមុនគេអញ្ចឹងគេចង់ផលិតឲ្យបានមុនគេដើម្បីទប់ស្កាត់ប្រទេសគេដើម្បីការពារភាពអ្នកណាចង់ឈ្លានពានមកគេអញ្ចឹងហើយបានមកដល់ម៉ោងហ្នឹងសហរដ្ឋអាមេរិកកំពុងតែធ្វើការដើម្បីទប់ស្កាត់បើអត់ទប់ស្កាត់តាន់ពេលវេលាទេអនាគតទៅពិភពលោកមួយនេះគឺអាចថានឹងប្រែប្រួលណាចិនក៏ទប់អឺរ៉ង់អត់ជាប់អាមេរិកក៏ទប់អត់ជាប់អីកូរ៉េខាងជើងក៏ទប់អត់ជាប់ដែរប្រទេសណាក៏ទប់អត់ជាប់នឹងអឺរ៉ង់ដែរក៏មើលថាអឺរ៉ង់អញ្ចឹងណាបងប្អូនខ្ញុំហ៊ាននិយាយអញ្ចឹងហ្មងគេមានសភាវុធគ្រាន់តែឃើញបាញ់តែមួយរយៈនេះគឺដឹងហើយថាដល់ថ្នាក់លោកដូណាល់ត្រាំតែសើពេញមាត់ទៅលើអឺរ៉ង់ថាអឺរ៉ង់ជាប្រទេសរឹងមាំហើយគឺប្រទេសដែលមានភាពឆ្លាតវៃហ៊ានបាញ់ហ៊ានវាយជាមួយនឹងសហរដ្ឋអាមេរិកក៏ប៉ុណ្្នឹងគឺដឹងហើយតាមដានតិចអត់ដឹងខមមិនខាងក្រៅមកមានយោបល់អី